ក្រុមខ្មែរយើងឈ្នះក្នុងថ្ងៃនេះទាំងអស់គ្នាបងដែរចាអរគុណដល់វឌ្ឍនៈដែលបាននាំរបៀបមកក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះចាអរគុណ